បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំចែកលេខពីបទពិសោធន៍ដែលខ្ញុំបាទគេហៅថាតមេឃខ្ញុំតមេឃពធាយើងហៅពធាព្រៃហ្នឹងវារឹងមាំអញ្ចឹងបងប្អូនថ្ងៃក្រោយចង់ដាំអីមួយបងប្អូនបដោះក្របរបៀបក្របព្រៃដូចថាពធាព្រៃពធាសัตว์ស៊ីហ្នឹងអាហ្នឹងវារឹងមាំវាអត់ចាញ់ជំងឺទេអញ្ចឹងហើយដើមនេះដើមពធាព្រៃអញ្ចឹងយើងដាំវាបានធំមួយឆ្នាំពីរឆ្នាំមកអានេះយើងមានពេលហើយមែកនេះគឺពធាប៉មអត់មានបន្លាទេពធាហ្នឹងនេះបងប្អូនបន្លាគេក៏អត់មុតដែរហើយបងប្អូនខ្ញុំសៀតបាទនេះដើមធំនេះស្រិតមិនតនេះមិនតបងប្អូននេះឃើញអញ្ចឹងវាចាប់ដើមហើមពួកខ្ញុំស្រែកថងយឺតអញ្ចឹងវាចាប់ផ្ដើមស្លឹកធំបងប្អូនប៉ុណ្ណេះតំទូងខ្ញុំហើយអញ្ចឹងបងប្អូនមើលស្លឹកពធាពូជគឺបងប្អូនចំណាំមើលស្លឹកវាធំហើយផ្លែវិញគឺរសជាតិឆ្ងាញ់ជាងទៅហើយនេះបងប្អូនមើលនេះស្នាមតំណរបស់ខ្ញុំអញ្ចឹងងាយបងប្អូនអានេះជាបទពិសោធន៍មួយសម្រាប់បងប្អូនសម្រាប់ដាំអានេះខ្ញុំដាំហូបទេប៉ុន្តែបើយើងមានបច្ចេកទេសថ្ងៃក្រោយយើងចង់តមួយមែកអីផ្សាំមួយមែកអីក៏បានដែរដូចជាត្រប់ពុតញងខ្ញុំយកតជាមួយត្រប់វែងអាហ្នឹងក៏បានជោគជ័យដែរដុះហើយអ្នកខ្លះមើលក្នុង Facebook គេថាកុហកប៉ុន្តែអត់ទេខ្ញុំតមែកជាមួយត្រប់វែងត្រប់ពុតញងចូលគ្នាដុះប៉ុន្តែអត់ទាន់ផ្លែទេចាំមើលបានផ្លែចាំថតឲ្យបងប្អូនមើលអរគុណ